និយាយត្រង់ World Cup លើកនេះក្រុមដែលបង្ហាញលេងមិនគួរឲ្យជឿព្រោះលេងប្រេះលេងដេញមិនចេះហត់និយាយទៅ World Cup លើកនេះវាខុសពី World Cup 2022អាចនិយាយថាក្រុមពេលជួបគ្នាប៉ះគ្នាល្មមក្រុមដែលមានកម្រិតទាបជាងគឺដឹងថាក្រុមខ្លាំងទម្លាក់ហើយតែ2026អត់ទេណាពេញក្លាប់ចាក់ដូចជប៉ុនយើងគិតថាជប៉ុនអាស៊ីតែគ្មានអីក៏អស្ចារ្យប៉ះប្រេស៊ីលចង់ងាមអាណាទៀតប៉ារ៉ាហ្គាយជាមួយស្អីអាល្លឺម៉ង់អាល្លឺម៉ង់គេមកគេអធិកធមគេដើរសពើងត្រង់អាល្លឺម៉ង់គេធ្វើគេបងធំអញ្ចឹងយកគេកូនចៅអ៊ីតាលីហើយគេកូនចៅណាស៊ីអ៊ីតាលីហើយគឺមានអីគេដេកនឹងក្រុមមកពីឡាទីនដេកប៉ារ៉ាហ្គាយនេះណាដែលទៅនឹកគិតដល់មែនទេបើនេះហើយកុំជោWorld Cup លើកហ្នឹងគឺការលេង performance ថាក់តិចលេងគឺសង្កត់ថាខុសគ្នាឆ្ងាយពី2022ដោយកូរ៉េត្បូងអញ្ចឹងយើងគិតថាកូរ៉េត្បូងយ៉ាងហើយក៏បានឆ្លងផុតវគ្គ32ក្រុមដែរអត់ទៅអញ្ចឹងវិញណាទៅធ្លាក់ឯណាត្រឹមវគ្គចៃពូលឆ្កុយទៅជើងឯកជើងខ្លាំងពីសម័យនោះអ៊ុរុហ្គាយនោះបង្កើត World Cup ត្បូងធ្វើម្ចាស់ផ្ទះខ្លួនឯងហើយឈ្នះ World Cup ទៀតដេកអាថ្នោតទៀតទៅទៀតក្លាប់ចាក់បាល់និយាយទៅ World Cup ពេលហ្នឹងគឺក្លាប់ចាក់ហ្មងអាក្រុមណាដែលយើងគិតថាឡើងគិតតែឆ្លងផុតធ្លាក់អាក្រុមណាដែលយើងមិនគិតដូចប៉ារ៉ាហ្គាយអញ្ចឹងឃើញទេដូចស្អីអាកុងហ្គោហ្នឹងអញ្ចឹងម៉ោងគេម៉ោងឯងគ្រាន់បើមិនមានដែរណា